ngàyនេះដែរខ្ញុំមកបង្ហាញពីវីដេអូដែលខ្ញុំចាប់ផ្ដើមអាជីវកម្មខ្នាតតូចរបស់ខ្ញុំគ្រួសារខ្ញុំសម្រាប់ចិត្តជប់ធ្វើការឥឡូវយើងម៉ូតូគាត់ជិះធ្វើការហ្នឹងខ្ញុំជិះម៉ូតូមួយម្នាក់អញ្ចឹងម៉ូតូគាត់ជិះធ្វើការ014ខ្ញុំហ្នឹងគឺយើងឆ្នៃធ្វើជាលម្អទិញលម្អទិញអីអញ្ចឹងណាហើយថ្ងៃនេះដែរខ្ញុំក៏យកអីវ៉ាន់ចូលផ្ទះចាប់ដើមយកស្តុកអីវ៉ាន់ចូលខ្ញុំលក់ជាប្រភេទកៅអៅដូចខ្ញុំនិយាយពិសេសអញ្ចឹងអាជីវកម្មខ្ញុំគឺកូនអាជីវកម្មខ្នាតតូចទេអញ្ចឹងអីវ៉ាន់យើងក៏មិនច្រើនណាស់ណាដែរអញ្ចឹងណាអញ្ចឹងយើងចាប់ផ្ដើមយកកៅអៅយកអីដើម្បីមកពលាមកអីចឹងណាព្រោះអីដូចខ្ញុំនិយាយចឹងយើងកូនអាជីវកម្មខ្នាតតូចដោយសារកូនអាជីវកម្មខ្នាតតូចហ្នឹងហើយយើងលក់គ្មានហាងគ្មានតូបអីគ្មានបន្ទុកសន្តិសុខអីត្រឹមត្រូវហ្នឹងហើយតែអ្នកភូមិគេមើលយើងដូចជាយើងនេះជំនឿចម្លែកចឹងណាមើលយើងលើក្រមពេលឃើញយើងលក់ចឹងមើលដូចយើងហ្នឹងដូចចង់និយាយមើលដូចឆ្ងល់ដូចយើងហ្នឹងខ្វះការងារធ្វើខ្វះរបររោចឹងណាចឹងខ្ញុំក៏ខ្វល់ដែរព្រោះអីឲ្យខ្ញុំមិនទៅសុំលុយគាត់យកមកបើកអាជីវកម្មខ្ញុំផងកម្លាំងញើសឈាមរបស់ខ្ញុំចឹងណាឥឡូវយើងចាប់ផ្ដើមពលាកៅអៅព្រោះអីយើងលក់យើងដូចនិយាយចឹងដូចគេមើលក្នុងនៃឆ្ងល់ខ្ញុំលក់មិនមែនលក់លក្ខណៈនៅក្នុងរោងចក្រឬមានហាងមានតូបមួយកន្លែងទេគឺខ្ញុំលក់ចល័តមួយថ្ងៃរោងចក្រនេះមួយថ្ងៃរោងចក្រនោះជួនអីក្នុងមួយថ្ងៃហ្នឹងគឺខ្ញុំត្រូវលក់3វេន3រោងចក្រក៏មានដែរអញ្ចឹងយើងធ្វើពលាដាក់វាពាក់ចូលស្មើឲ្យហើយស្រេចនេះអីវ៉ាន់ខ្ញុំដែលត្រូវរៀបតាំងបង្ហាញអញ្ចឹងមកគេសើគេជុំគេសើគេឃើញអីវ៉ាន់យើងតិចទី1អីវ៉ាន់យើងតិចទី2យើងដាក់អញ្ចឹងណាវាអត់មានហាងមានតូបអីធំត្រូវអញ្ចឹងគេឃើញគេលក្ខណៈគេសើគេយំវាអត់វាជារឿងធម្មតាអញ្ចឹងតែខ្ញុំអត់ខ្វល់ទេសំខាន់ជាអាជីវកម្មដែលខ្ញុំខំប្រឹងកម្លាំងញើសឈាមខ្ញុំហើយខ្ញុំស្រឡាញ់មិញហ្នឹងបងរកគ្នាគាត់លក់អញ្ចឹងគាត់លក់មុនគាត់មានបបិសាខ្លះគាត់មកប្រាប់រៀបមិនអញ្ចឹងណាអញ្ចឹងយើងក៏រៀបអានេះយើងថ្ងៃដំបូងគឺយើងរៀបតាំងបង្ហាញនៅមុខផ្ទះចង់ឲ្យដឹងថាផ្ទះយើងហ្នឹងគឺចាប់ផ្ដើមមានលក់ខោអាវហើយអញ្ចឹងណាប៉ុន្តែខ្ញុំអត់ដែរដាក់លក់នៅផ្ទះទេជាទូទៅគឺលក់មុខរោងចក្រតាមថ្ងៃដែលរោងចក្រធ្វើការអត់ធ្វើការថ្ងៃបុណ្យដែលរោងចក្រធ្វើការហើយនឹងថ្ងៃអាទិត្យអាចទៅរកបាននៅស្ពានអាកាសបខែផ្លូវចូលពីផ្លូវជាតិលេខ4មកគេចូលពីគេហៅវត្តធនតអមកកន្លែងស្ពានអាកាសបខែហ្នឹងមិនមានតែខ្ញុំមួយឯងលក់គឺលក្ខណៈកូនផ្សារខោអាវគ្រឿងក្អូបគ្រឿងជ័រអញ្ចឹងធ្វើការអីអាចទៅរកនៅនឹងបានហើយក៏អាចមកទិញដល់ផ្ទះបានដែរអ្នកលក់ក៏មានឲ្យបានស្តុកទុកនៅផ្ទះដែរអីវ៉ាន់នេះខ្ញុំរៀបឲ្យខ្ញុំអត់តន់ពលាអស់ទេខ្ញុំពលាទៅមកល្មមសិនអញ្ចឹងណាអញ្ចឹងបានគេឃើញមើលទៅវារៀងតិចតែគេគេឃើញហើយអ្នកខ្លះគេសើគេយំយើងអញ្ចឹងតែខ្ញុំអត់ខ្វល់ទេសើយំសើចតែអត់ខ្វល់ផងព្រោះអីយើងមិនទៅសុំបាយគាត់ហូបឲ្យគាត់មិនទៅខ្ចីលុយគាត់មករស់ស៊ីដែរយើងលុយយើងកម្លាំងញើសឈាមយើងហើយអ្វីដែលយើងស្រឡាញ់ធម្មតាគ្រប់ជីវិតមនុស្សលោកគឺតែងតែមានការរិះគន់ការស្ងើសរសើរអញ្ចឹងកុំខ្វល់ហើយនិយាយមួយទៀតរឿងអ្នកភូមិផងរបស់គៀកហ្នឹងហើយគាត់ធ្វើការនៅរោងចក្រហ្នឹងអញ្ចឹងយើងទៅលក់អញ្ចឹងណាថ្ងៃដំបូងគាត់អត់ដឹងគាត់ឃើញកៅអៅតំណងបកាកៅអៅខ្ញុំគឺលក់ចាប់ពី10000ទៅខ្ញុំមាន10000 20000 25000អី12000 13000អីចឹងណាអញ្ចឹងគាត់ដើរចូលទៅដល់ពេលដើរចូលទៅគាត់សង្ហាគឺថាឃើញគាត់អ្នកខ្លះគាត់អត់ដឹងថាយើងលក់អញ្ចឹងគាត់សង្ហាងើបមកគឺអ្នកភូមិឯងអញ្ចឹងគាត់ខន់គាត់ឲ្យចាញ់ចាប់ពីថ្ងៃក្រោយយើងទៅលក់ទៀតគឺគាត់អត់មកចិត្តទេគាត់ព្យាយាមទៅអង្គុយឲ្យឆ្ងាយអញ្ចឹងដល់ពេលមួយថ្ងៃពីរឡើងមានអ្នកផ្សេងគេទៅលក់អីវ៉ាន់ដូចយើងតែអាចតម្លៃលើសយើងតិចតួចគឺគាត់ទិញកៅអៅគេគាត់អត់ជួយទិញយើងទេគាត់ទិញកៅអៅគេហើយពេលយើងចេញទៅទិញអីយើងឃើញគាត់ស្លៀកពាក់កៅអៅគឺខោអាវដែលយើងលក់ហ្នឹងប៉ុន្តែគាត់អត់ជួយទិញយើងគាត់ទិញអ្នកផ្សេងអញ្ចឹងមិនថាកុំទៅខ្វល់អ្នកភូមិជួយទិញក៏មិនបាច់ចាំខ្វល់ទេសំខាន់ម៉ូយយើងនៅតាមរោងចក្រហ្នឹងម៉ូយដែលអ្នកជាអ្នកភូមិគេមិនជួយទិញក៏ហើយទៅកុំខ្វល់សំខាន់អ្នកផ្សេងអីវ៉ាន់យើងស្អាតតម្លៃសមរម្យអញ្ចឹងគេទិញហើយខ្ញុំនេះអ្នកធ្វើផ្លាធម្មតាយើងលក់ដំបូងយើងអត់ទាន់ចំណាំអីវ៉ាន់ទាំងអស់ថាណាតម្លៃណាអញ្ចឹងធ្វើផ្លាថែមខ្លះអញ្ចឹងណាឡើងម៉ោង 2:11 បានហើយពួកអីព្រលឹមឡើងធ្វើចេញលក់អញ្ចឹងដាច់ខាតធ្វើតែមានរបស់ដែលជំនួយឲ្យហើយអញ្ចឹងវីដេអូខ្ញុំក៏មានអីច្រើននេះចង់មកនិយាយតែប៉ុណ្្នឹង